មុននឹងខ្ញុំនិយាយរឿងការទុះទាយដឹងមុនរបស់លោកយាយបាបាវ៉ាន់ហ្គាសម្រាប់ឆ្នាំ2025នេះមានរឿងអីកើតឡើងខ្ញុំសូមចូលរួមសោកស្ដាយចំពោះពលករខ្មែរយើងដែលបានស្លាប់បាត់បង់ជីវិតនិងបានរងរបួសយ៉ាងធ្ងន់នៅក្នុងប្រទេសថៃក្នុងថ្ងៃនេះដែលមានករណីរំជួយផែនដីរហូតដល់2លើកម៉ោង1កន្លះម្ដងហើយម៉ោង4ជាងម្ដងទៀតខ្ញុំសូមចូលរួមសោកស្ដាយចំពោះប្រជាជនថៃនិងប្រជាជនខ្មែរដែលបានធ្វើការនៅទីនោះហើយយើងជាមនុស្សជាតិដូចគ្នាយើងគួរតែយល់អំពីទុក្ខលំបាកគ្នាទៅវិញទៅមកពីព្រោះយើងអត់ដឹងថានឹងមានរឿងអីកើតឡើងទេត្រឡប់ទៅកាន់រឿងរបស់យើងវិញខ្ញុំមានវីដេអូមួយដែលបងប្អូនទាំងអស់គ្នាធ្លាប់មើលកាលពីឆ្នាំទៅខ្ញុំនិយាយអំពីលោកយាយបាបាវ៉ាន់ហ្គាដែលគាត់ពុតទំនាយឆ្នាំ2024 20គត់ហើយនឹងឆ្នាំ2004និង2014បកទៅវិញត្រឡប់កាលពីឆ្នាំ2004បងប្អូនទាំងអស់គ្នាមានដឹងថាមានរឿងអីកើតឡើងនៅក្នុងប្រទេសថៃអត់កាលពីឆ្នាំ2004នោះមានត្រីមួយឡើងមកលើគោកម្ដងហើយបន្តមកទៀតក៏មានករណីព្យុះស៊ូណាមីដែលបានលេបតបាក់ជីវិតមនុស្សនៅក្នុងដែលនៅដែនសមុទ្រនៅប្រទេសថៃអស់5300នាក់រួមទាំងភ្ញៀវទេសចរ5300នាក់ត្រូវស៊ូណាមីលេបត្របាក់ឲ្យស្លាប់បាត់បង់ជីវិតហើយបានបាត់បង់ខ្លួនរហូតដល់3000នាក់សរុបទាំងអស់8000នាក់ជាងដែលបានស្លាប់និងបាត់បង់ជីវិតនៅក្នុងប្រទេសថៃឆ្នាំ2004ដែលមានព្យុះស៊ូណាមីដែលគឺជារឿងប្រវត្តិសាស្ត្រដែលចងក្រងទុករហូតមកដល់សប្តាហ៍ថ្ងៃឆ្នាំ2014មានព្យុះតៃហ្វុងកម្រិតធ្ងន់ដែលបានលេបត្របាក់មនុស្សជាង400នាក់ទូទាំងពិភពលោកហើយនឹងមានរឿងព្រឹត្តិការណ៍ច្រើនកើតឡើងនៅលើពិភពលោកទៀតដែលវាសឹងតែថាមិនគួរឲ្យជឿអ្នកទាំងអស់គ្នាជឿក៏បានមិនជឿក៏បានដែលសង្កត់ថាដូចទៅនឹងអ្វីដែលលោកយាយបាបាវ៉ាន់ហ្គាគាត់បានទុះទាយពុតទំនាយសូម្បីតែគាត់ទុះទាយថានឹងមានមេរោគអាសន្នរោគមួយដែលសាហាវឃោឃៅសម្រាប់ជីវិតមនុស្សមេរោគ COVID ក៏គាត់ទុះទាយមកសង្កត់ថាត្រូវ99%ត្រឡប់ទៅសាច់រឿងយើងវិញឥឡូវនេះប្រទេសថៃកំពុងតែជួបគ្រោះអាសន្នដែលប្រកាសជាអាសន្នផ្លូវការដែលប្រកាសឲ្យមានការប្រុងប្រយ័ត្នខ្ពស់រត់ចេញពីអគារនានាពីព្រោះថារំជួយផែនដីនេះកាលពីប្រហែលម៉ោងមុននេះគឺរំជួយរហូតដល់ 7.7 Richter ក៏លេខទៅមើលកាលពីឆ្នាំទៅដែលខ្ញុំជាប់នៅលើកោះហ្វីលីពីនណាកោះហ្វីលីពីនឥណ្ឌូនេស៊ីអ្នកនរគ្នាបូរ៉ាកៃឥណ្ឌូនេស៊ីហ្នឹងគឺពេលដែលខ្ញុំទៅហ្នឹងមានត្រីច្រើនមែនទែនហែលឡើងលើសមុទ្រគេចាប់គេអីចឹងណាគេដឹងមានអីកើតឡើងស្រាប់តែចាប់បានហើយអំឡុងពេល24ម៉ោងស្រាប់មានជួយផែនដីធ្លាក់បដាធ្លាក់ប៉ាណូធ្លាក់អីឡើងខ្ទេចខ្ទីលេងនៅឥណ្ឌូនេស៊ីហើយនឹងហ្វីលីពីនចន្លោះឈូងសមុទ្រហើយការជួយនោះតែ7 Richter ឯងតែ7 Richter ទេប៉ុន្តែនៅប្រទេសថៃថ្ងៃនេះរហូតដល់ 7.7 Richter ដែលធ្វើឲ្យមានការបាក់អគារនិងរំជួយអគារច្រើនមែនទែននាំគ្នារត់ចេញហើយមានការធ្លាក់សង្កត់អគារស្លាប់ពលករខ្មែរហើយនឹងអត់ទាន់ដឹងថាចំនួនប្រមាណមានថៃក៏រងរបួសដែរបងប្អូនទាំងអស់គ្នាដឹងហើយប្រទេសថៃគឺជាប្រទេសដែលកម្រនឹងរងគ្រោះទៅនឹងការរំជួយផែនដីថាប្រទេសថៃវានៅជាប់ប្រទេសកម្ពុជាយើងប្រទេសកម្ពុជាយើងមានរាងជាបាតខ្ទះចេះអញ្ចឹងព្យុះក៏អត់សូវមានរំជួយផែនដីក៏អត់សូវមានដោយសារយើងមានរាងជាបាតខ្ទះដែលយើងរៀនផែនដីវិទ្យាអញ្ចឹងថៃក៏ដូចគ្នាដែរវានៅកាងជាប់ខ្មែរយើងអញ្ចឹងណាប៉ុន្តែស្ថានភាពផែនដីនៅប្រទេសថៃគឺអត់អាចគឺមិនងាយនឹងមានការរំជួយផែនដីតែម្ដងប៉ុន្តែថៃមួយគឺជារឿងកម្រដែលគឺជារឿងប្រវត្តិសាស្ត្រតែម្ដងក្នុងថ្ងៃនេះដែលមានការស្លន់ស្លោប្រកាសអសន្នជាខ្លាំងក៏លេចទៅកាន់លោកយាយបាបាវ៉ាន់ហ្គាវិញម្ដងលោកយាយបាបាវ៉ាន់ហ្គាចន្លោះពេលដែលគាត់ COVID ចន្លោះពេលដែលមានរឿងអីផ្សេងខ្ញុំអត់និយាយណាខ្ញុំនិយាយឆ្នាំ2025នេះលោកយាយបាបាវ៉ាន់ហ្គាគាត់បានស្លាប់នៅឆ្នាំ1996មិនគាត់ទៅស្លាប់ឥឡូវទេគាត់ស្លាប់យូរហើយអ្នកទាំងអស់គ្នានៅជនមានអាយុ84ឆ្នាំលោកយាយនឹងគាត់ពិការភ្នែកចេះពេលគាត់ទុះទាយអញ្ចឹងណាគាត់ទុះទាយតាំងពីឆ្នាំណាឆ្នាំណីគាត់សរសេរគាត់និយាយថាឆ្នាំ2000ហ្នឹងកើតរឿងអីគេខ្លះគាត់ឲ្យគេសរសេរគេសរសេរគេចេញជាសភៅមួយក្បាលបើអ្នកទាំងអស់គ្នាទិញសភៅនឹងអានអ្នកទាំងអស់គ្នានឹងដឹងពុតទំនាយទាំងអស់ហ្នឹងប៉ុន្តែនេះគ្រាន់តែជាការទុះទាយឯងមិនមែនជាការបងប្អូនទាំងអស់គ្នាជឿប៉ុន្តែខ្ញុំសម្រាប់បងប្អូនទាំងអស់គ្នាបានដឹងឆ្នាំ2025នេះគឺគាត់បានទុះទាយថាអញ្ចឹងខ្ញុំសូមអានជាភាសាខ្មែរគឺគាត់ថាក្នុងឆ្នាំ2025ហ្នឹងនឹងមានចំនួននៅអឺរ៉ុបដែលចំនួនហ្នឹងគាត់បានមើលឃើញទុកមុនហើយថាចំនួនហ្នឹងគឺជាចំនួនដែលសាហាវបំផុតដែលផ្ទុះឡើងរវាងប្រទេសអឺរ៉ុបពីរក៏អត់បាននិយាយថាឈ្មោះណាទេដែលបានបំផ្លិចបំផ្លាញគ្នាបន្តិចបន្តួចដែលធ្វើឲ្យមនុស្សមានការបាត់បង់ជីវិតនៅអឺរ៉ុបប៉ុន្តែយើងដឹងប្រទេសណាទេហើយគាត់ទុះទាយ6ចំណុចអ្នកនរគ្នាមិញខ្ញុំនិយាយមួយចំណុចទេណាហើយចំណុចទី2គាត់និយាយថាចេះភាពជឿនលឿន
នៃតេលេផាយរបស់មនុស្សតេលេផាយហ្នឹងគឺជាការព្យាករណ៍របស់អ្នកវិទ្យាសាស្ត្រដែលជាអាចកំបាំងមួយដែលអ្នកវិទ្យាសាស្ត្រហ្នឹងអាចដឹងពីខួរក្បាលមនុស្សបានគាត់ទាយគាត់ថាអ្នកវិទ្យាសាស្ត្រឥឡូវអាចដឹងពីខួរក្បាលមនុស្សបានហើយអនុញ្ញាតឲ្យមានទំនាក់ទំនងរវាងបុគ្គលដែលមិនចាំបាច់ប្រើឧបករណ៍មានន័យថាចេះគេដាក់ប្រដាប់វិទ្យាសាស្ត្រហ្នឹងនៅក្នុងខួរក្បាលមនុស្សហើយអាចមានទំនាក់ទំនងមួយអ្នកផ្សេងទៀតមិនបាច់ចាំដាក់ឧបករណ៍ទេគាត់ទូទាយអញ្ចឹងទី2ហើយទី3គាត់ទូទាយថាទំនាក់ទំនងក្រៅភពគាត់បាននិយាយថាមនុស្សជាតិយើងនឹងអាចបង្កើតទំនាក់ទំនងជាមួយមនុស្សក្រៅភពដែលគេហៅថា alien គាត់ទាយតាំងពីឆ្នាំ1996មុនគាត់ស្លាប់គាត់ទាយតាំង8ជាងណាអ្នកនរគ្នាគាត់ទាយឆ្នាំ2025តែគេសរសេរជាសភៅគាត់ទាយថាមនុស្សនឹងមានទំនាក់ទំនងជាមួយនឹងមនុស្សក្រៅភពនៅក្នុងឆ្នាំ2025នេះក្នុងអំឡុងព្រឹត្តិការណ៍ពិភពលោកដ៏សំខាន់មួយជាស្រ័យសូមពាណិជ្ជកម្មបន្តិចនេះគឺជារូបថតបងដែលគាត់ប្រើប្រាស់ Castor Oil បាន2សប្តាហ៍ហើយគាត់បានដុសសក់មកវិញអញ្ចឹងខ្ញុំសូមអរគុណបងប្អូនទាំងអស់គ្នាហើយសូមមេត្តាយក Castor Oil ទៅលាបផងបងប្អូនព្រឹត្តិការណ៍ដ៏សំខាន់មួយដែលជាព្រឹត្តិការណ៍កីឡានិងជះឥទ្ធិពលយ៉ាងខ្លាំងដល់ការយល់ដឹងរបស់មនុស្សអំពីសកលលោកសូម្បីតែការអានក៏យើងមានការគិតដែរយើងជឿមិនជឿអានឹងរឿងផ្ទាល់ខ្លួនទេខ្ញុំមកអានឲ្យបងប្អូនទាំងអស់គ្នាស្ដាប់ទេណាហើយទី4គាត់ទាយថាសេរីរាង្គមនុស្សលូតលាស់ដោយមន្ទីរពិសោធន៍ Baba Vanga គាត់មានប្រសាសន៍ថាស្រមៃមើលរបបគំហើញផ្នែកវិទ្យាសាស្ត្រដែលអ្នកវិទ្យាសាស្ត្រនឹងធ្វើឲ្យសេរីរាង្គរបស់មនុស្សយើងនៅក្នុងមន្ទីរពិសោធន៍នឹងដំណើរការបានដោយមិនចាំបាច់មានមនុស្សដែលអាចលុបបំបាត់តម្រូវការម្ចាស់ជំនួយសេរីរាង្គហើយអាចបង្កើតសេរីរាង្គថ្មីនិងបន្ថយពេលវេលារងចាំបដូរសេរីរាង្គនឹងធ្វើឲ្យបានលឿនមានន័យថាកាត់បន្ថយការរងចាំមានន័យថាអ្នកវិទ្យាសាស្ត្រនឹងរកឃើញការផ្លាស់ប្ដូរសរីរាង្គដែលអាចទុកសរីរាង្គនៅក្នុងនឹងហើយរក្សាសម្រាប់អ្នកណាដែលគាត់ខ្វះសរីរាង្គយកទៅដាក់ឲ្យគាត់បានហើយមានការជឿនលឿនខ្លាំងជាងមុនបំផុតនឹងលោកយាយបានទូទាយទី5បច្ចៈគាត់ទូទាយនឹងតាំងពីឆ្នាំ8ជាងតាំងពីគាត់មុនគាត់ស្លាប់គាត់ទៅស្លាប់ឆ្នាំ1996ឯងគឺគេសរសេរលើសភៅតែម្ដងយាយនឹងគឺគាត់ទូទាយអត់ដែរសូវខុសទេពីព្រោះខ្ញុំចាំមើលCOVID ក៏គាត់ទូទាយត្រូវត្រីដែលហែឡើងសមុទ្រហ្នឹងក៏គាត់ទូទាយត្រូវខ្ញុំកាត់ទៅត្រឡប់វិញមុនចូលទី5បងប្អូនអរគ្នាមានចាំទេកាលពីឆ្នាំ2024ប្រទេសថៃមានត្រីមួយឡើងសមុទ្រអាត្រីមច្ចរីកហ្នឹងពេលឡើងប្រទេសណាគឺមាន disaster ប្រទេសហ្នឹងគឺមានគ្រោះមហន្តរាយឡើងនៅជប៉ុន2ស៊ូណាមីថ្ងៃបន្ទាប់ឡើងមកថៃគ្រាន់តែឡើងមកភ្លាមខ្ញុំថាថៃប្រកាសជារៀបចំធ្វើពិធីអីមួយខ្ញុំសួរបងប្អូនយើងក្នុងខមមិនថានៅផាត់តាគេមានរៀបអីអត់បងប្អូនបានខមមិនថានៅថៃគេមានរៀបចំពិធីរំដោះគ្រោះធំដែរបន្ទាប់ពីរំដោះគ្រោះមកក៏អត់មានរឿងអីកើតឡើងក៏ស្ងប់ទៅរហូតមកដល់ខែ3នេះចាប់ផ្ដើមមានរំជួយផែនដីគឺធ្ងន់លំដាប់ថ្នាក់ពិភពលោកតែម្ដងរំជួយផែនដីអញ្ចឹងយើងអាចកលេចបានថាកាលពីឆ្នាំ2024ហេតុអីបានឆ្លងចូលដល់ឆ្នាំ2025ដោយសារតែគេរៀបចំធ្វើពិធីផ្សេងៗតាមបែបបទអបិយជំនឿព្រោះថៃគេជឿលើអបិយជំនឿខ្លាំងណាស់បងប្អូនគឺជឿខ្លាំងមែនទែនគេធ្វើតែគេលាក់អ្នកនរគ្នាអញ្ចឹងទៅក៏ឆ្លងមកឆ្លងអត់ផុតចូលឆ្នាំហ្នឹងទៅឆ្លងទៅមួយឆ្នាំទៀតហើយបន្តទៅទី5ដែលលោកយាយ Baba Vanga គាត់និយាយទាំងអស់មាន6ចំណុចលើទី5ប្រភពធម្មពលថ្មីដែលអាចកំបាំងដែលគាត់បានទូទាយថានឹងរកឃើញប្រភពធម្មពលថ្មីស្អាតនិងគ្មានដែនកំណត់ជាប្រភពមួយដែលមានប្រភពមិនច្បាស់លាស់ដែលអាចផ្លាស់ប្ដូរការប្រើប្រាស់ធម្មពលសកលខ្ញុំដឹងថាគាត់និយាយបច្ចេកវិទ្យាឬគាត់និយាយថាប្រភពធម្មពលនៅក្នុងសារពាង្គកាយមនុស្សធ្វើឲ្យយើងមានអារម្មណ៍ថាអស្ចារ្យអញ្ចឹងកន្លែងហ្នឹងអត់យល់គាត់ថាគេនឹងរកឃើញប្រភពធម្មពលថ្មីដែលធ្វើឲ្យសកលលោកមានធម្មពលជាងមុនហើយទី6គាត់ទុះទាយម្ដងទៀតថាអឺរ៉ុបខ្លាចជាចំនួនប្រទេសតិចយោងតាមការបកស្រាយរបស់លោកយាយ Baba Vanga បានផ្ដល់ថានៅឆ្នាំ2025អឺរ៉ុបនឹងជួបប្រទះការធ្លាក់ចុះនៃចំនួនប្រជាជនមកតិចជាងមុនទោះបីជាមូលហេតុដោយមិនបានបញ្ជាក់ក្បោះក្បាយយ៉ាងណាក៏ដោយនៅក្នុងសៀវភៅរបស់គាត់អញ្ចឹងបើអ្នកណាគាត់មានសៀវភៅរបស់លោកយាយ Baba Vanga អាចផ្ញើមកខ្ញុំបានខ្ញុំអាចបកប្រែជាភាសាខ្មែរហើយចែកជូនបងប្អូនទាំងអស់គ្នានៅក្នុង comment ដែលឥតគិតថ្លៃយ៉ាងច្រើនមួយក្បាល 10000 រៀលឬក៏ 5000 រៀលទេវាមិនច្រើនទេអ្នកនរគ្នា 4-10 ស្លឹកយើងអាចចែកជូនបានដើម្បីយើងមើលឲ្យដឹងណាយើងមិនបាច់ទៅជឿទេគាត់ថាហេតុអីបាននិយាយនឹងគាត់ទាយត្រូវម៉េចសូម្បីតែខ្ញុំមិនដែរជឿទេរឿងគ្រោះមហន្តរាយរឿងអីទាំងអស់ខ្ញុំគិតថាវិទ្យាសាស្ត្រពិភពលោកនេះដោយសារផ្លាស្ទិកច្រើនពេកអស់ដើមឈើអីអញ្ចឹងណាខ្ញុំគិតថាហ្នឹងឯងកើតឡើងទាំងអស់ហ្នឹងដល់ពេលពិភពលោកត្រូវយកវិញអាហ្នឹងគំនិតខ្ញុំ
តែពេលយើងគិតពីពួកគាត់ដែលនិយាយទៅវារៀងមួយយ៉ាងដែរវារៀងដូចដែរសូម្បីតែ alien ខ្ញុំជឿសហរដ្ឋអាមេរិកគេរកឃើញសាកសព alien គេមានតំណែងផ្សេងទៀតជាមួយ alien ដែលគេដែរប្រាប់យើងគេទៅបញ្ចេញព័ត៌មានប្រហែលលើកមុនហ្នឹងណា alien មានពិតប្រាកដមែនដែលគេរកសាកសពឃើញគេដាក់ក្នុងសារមន្ទីរទូចមួយទាំងអស់គ្នារឿងសិតតែពិតទាំងអស់ឥឡូវចាប់ផ្ដើមបង្ហាញហើយអញ្ចឹងបញ្ជាក់ឲ្យឃើញថាបងប្អូនទាំងអស់គ្នាមិនបាច់ខ្លាចទេសេចក្តីស្លាប់គឺអត់មានអ្នកណាម្នាក់អាចជៀសផុតពីសេចក្តីស្លាប់បានទេមនុស្សយើងអាចផុតពីសេចក្តីស្លាប់បានទេប៉ុន្តែយើងស្លាប់ទាំងភាពត្រឹមត្រូវការពិតទើបយើងរស់នៅមានក្តីសុខ